សហគមន៍ការពារធម្មជាតិមកកន្លែងដែលខ្ញុំទៅដល់នឹងបានសិក្សាស្វែងយល់ពីធម្មជាតិក៏ដូចជាព្រៃឈើនៅទីនោះហើយមានរឿងរ៉ាវជាច្រើនដែលធ្វើឲ្យខ្ញុំនឹងចាប់អារម្មណ៍ក៏ដូចជាស្ដាប់ហើយចង់សិក្សាស៊ីជម្រៅបន្ថែមទៀតពីសហគមន៍នោះហើយសហគមន៍ធម្មជាតិដែលខ្ញុំកំពុងតែនិយាយនោះគឺសហគមន៍តំបន់ការពារធម្មជាតិជាំប៉ែនដែលស្ថិតនៅក្នុងស្រុករវៀងខេត្តព្រះវិហារហើយសហគមន៍ជាំប៉ែននេះដែរគឺជាសហគមន៍ការពារក៏ដូចជាមើលថែដោយអ៊ំពូហើយនិងលោកតាដែលគាត់ជាជនជាតិដើមគួយរស់នៅតំបន់នោះផងដែរដើម្បីទៅដល់សហគមន៍ជាំប៉ែនគឺពួកខ្ញុំត្រូវចូលទៅក្នុងភូមិដើម្បីរៀបចំអីវ៉ាន់ក៏ដូចជាសម្ភារៈមួយចំនួនក្នុងការចេញដំណើរផងដែរហើយនិយាយទៅអីវ៉ាន់ទាំងអស់ហ្នឹងគឺយើងត្រូវស្ពាយដោយខ្លួនឯងហើយក៏មានបងសហគមន៍គាត់រៀបចំបាយទុកឲ្យពួកខ្ញុំផងដែរអញ្ចឹងបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយក៏មានការណែនាំពីបងសហគមន៍ក៏ដូចជាបងដែលគាត់ដឹកនាំពួកខ្ញុំទៅដើម្បីចាប់ផ្ដើមចេញដំណើរការធ្វើដំណើរនេះដែរគឺពួកខ្ញុំធ្វើដំណើរដោយថ្មើរជើងនិយាយទៅគឺយើងត្រូវដើរប្រហែលជា12គីឡូជាងទៅដល់សហគមន៍ហ្នឹងហើយសម្រាប់អ្នកដែលគាត់ចង់មកលេងនៅសហគមន៍ចំប៉ែនដែរកុំភ័យគឺនៅខាងសហគមន៍គឺគាត់មានសេវាកម្មដឹកភ្ញៀវដោយគោយន្តក៏ដូចជាម៉ូតូដែរគាត់ថាពួកខ្ញុំទៅសិនណាគឺពួកខ្ញុំជ្រើសរើសការដើរដោយថ្មើរជើងវិញសម្រាប់ផ្លូវចូលទៅសហគមន៍អត់សូវពិបាកខ្លាំងពេកទេប៉ុន្តែមានកន្លែងខ្លះក៏មានផុកឬក៏ល្អិលអីខ្លះដែរដោយសារតែកន្លែងហ្នឹងមានទឹកលិចអីចឹងណាហើយដោយសារតែនៅហុំព័ទ្ធដោយព្រៃអញ្ចឹងអត់សូវក្តៅម៉ែនេះចឹងមិនថាព្រៃឈើគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់យើងទាំងអស់គ្នាហើយធម្មជាតិគឺពិតជាត្រូវការពួកយើងនៅក្នុងការជួយថែរក្សាមែនទែននិយាយទៅគឺធម្មជាតិពិតជាស្រស់ស្អាតនៅពេលដែលយើងដឹងពីគុណតម្លៃក៏ដូចជាចេះថែរក្សានិងការពារជាពិសេសហ្នឹងគឺត្រូវការយើងទាំងអស់គ្នាចូលរួមអភិរក្សដូចគ្នាដែរហើយនៅតាមផ្លូវសំខាន់ពេលដែលយើងដើរដោយថ្មើរជើងហ្នឹងគឺបានផ្សារជាប់ខ្លួនឯងជាមួយនឹងធម្មជាតិបានស្គាល់ក៏ដូចជាឃើញដើមឈើមួយចំនួនដែលយើងអាចឃើញពីមុនណានិយាយទៅនៅជីវៈចម្រុះនៅជុំវិញខ្លួនយើងហ្នឹងគឺភាគច្រើនគឺខ្ញុំអត់ដែលឃើញទេអញ្ចឹងហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្លែកភ្នែកហើយពួកខ្ញុំដើរមកស្ទុះធម្មតាត្រឹមតែដល់តំបន់សហគមន៍ចំប៉ែនហ្នឹងនិយាយទៅអ៊ំពូមីងនៅហ្នឹងគឺគាត់រស់រាយខ្លាំងមែនតើគឺពួកគាត់ស្វាគមន៍ពួកខ្ញុំយ៉ាងកក់ក្ដៅតែម្ដងហើយដោយសារតែទៅដល់រៀងល្ងាចដែរអញ្ចឹងហើយគឺពួកខ្ញុំត្រូវរៀបចំតឡើងតង់ងូតទឹកញ៉ាំបាយអីដែលខាងបងសហគមន៍ធ្វើហ្នឹងនិយាយទៅបងសហគមន៍នៅហ្នឹងក៏គាត់ធ្វើម្ហូបឆ្ងាញ់មែនតើហើយភាគច្រើនសិតតែមុខម្ហូបដែរពួកខ្ញុំអត់សូវស្គាល់ក៏ដូចជានិយាយទៅរសជាតិប្លែកហ្មងណាហើយបន្ទាប់ពីញ៉ាំបាយអីហើយគឺពួកខ្ញុំមានការប្រជុំតិចតួចតាក់ទងជាមួយនឹងការសិក្សាស្វែងយល់ក៏ដូចជាចំណាប់អារម្មណ៍តិចតួចនៅក្នុងការដើរមកហ្នឹងចឹងវីដេអូថ្ងៃទី1ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយថ្ងៃបន្ទាប់ចង់ដឹងថាតើពួកខ្ញុំសិក្សារៀនសូត្របានអីខ្លះទៅកន្លែងណាខ្លះជួបគ្នានៅវីដេអូក្រោយទៀតបាយ